đằng khâu mình men chia ở bốc bằng cáរបស់ឯងទេគឺខ្ញុំទៅវិញទេទៅជាឪពុកបង្កើតរបស់ឯងណាកូនផ្ដេសផ្ដាស់លោកឯងនឹងមែនទេជាឪពុករបស់ខ្ញុំហ៎បើលោកជាឪពុកខ្ញុំមែនហេតុអីក៏មិនចិញ្ចឹមបីបាច់ខ្ញុំបើលោកជាឪពុកខ្ញុំមែនហេតុអីក៏បោះបង់កូនខ្លួនឯងចោលអូយបានហើយឈប់យំទៅអាកូនលបល់យោអញថ្លង់ណាស់វើយយំស្រែកសម្បើមម្ល៉េះអូឯងឃ្លានមែនទេហ៎ណែបើទឹកបបរនេះទៅឆាប់បើទៅអូយអាកូនចង្អែងនេះអញអើយអញវេទនាអីក៏វេទនាយ៉ាងនេះអានេះយំរហូតថាអញធ្វើស្អីមិនកើតសោះហ្មងអាកូនលបល់យោអាកូនចង្រៃអាសនអើយហើយមានរឿងស្អីមិនបានជាកូនឯងវាយំយ៉ាងនេះវាមិនស្រួលខ្លួនទេដឹងខ្ញុំមិនដឹងទេបើពូសយឯងចង់ដឹងមិនសួរវាទៅអាកូននេះវាខូចមិនណយទេខ្ញុំដាក់ទឹកបបរវាបើហើយវានៅតែជំទាលមិនឈប់ទៀតអើល្អិតអើយឈឹងតាអាវ៉ាមិនក៏ឯងកំសត់យ៉ាងនេះកើតមកមិនទាន់បានមួយខែផងម្ដាយក៏រត់ចោលទៀតអើយម៉ែវានឹងជាស្រីកម្រក់គួរឲ្យស្អប់ចាំមើលតែខ្ញុំតាមរកវាឃើញណាដឹងគ្នាមិនខានទេនាងអសនអើយឯងកុំថាពូចេះដឹងអីរឿងនេះបន្ទោសនាងគៀសដីម្នាក់ឯងក៏មិនកើតដែរមកពីឯងធ្វើបាបចិត្តនាងពេកប្រពន្ធសម្រាប់កូនតសៃខ្ចីឯងអត់មានយកចិត្តទុកដាក់មើលថែប្រពន្ធសោះសង្វាតទៅលេងលបែងផឹកស៊ីស្រីញីអូនបងឯងល្មមភ្ញាក់ខ្លួនហើយអាសនពួកឯងឈប់និយាយទៅរឿងក្នុងគ្រួសារខ្ញុំពួកឯងដឹងមិនអស់ទេកុំមកចេះដល់ថ្នាក់នាងជើងល្អនោះវាចោះចោលខ្ញុំប៉ុណ្ណឹងហើយពួកឯងនៅកាន់ជើងវាទៀតពូមិនបានកាន់ជើងទេតែពូនិយាយនេះចង់ឲ្យឯងវាកែខ្លួនកែប្រានស្អីបានហើយពួកឯងត្រឡប់ទៅវិញទៅអើយទៅក៏ទៅប្រាប់ឲ្យល្អហើយបែរជាមកខឹងឯងវិញអានេះវើយអាកូនចង្រៃអើយឯងល្មមឈប់យំបានហើយហ្នឹងអាប្រយ័ត្នអញយកទៅបោះចោលវើយឈប់យំមើលប្រាប់ថាឈប់យំមែនហើយវេទនាដល់ថ្នាក់នេះអញមិនចាំឯងទៀតទេអាកូនលបល់យោអើយនៅផ្ទះលោកដង្ខៅអត់ឌឿនអើយឯងដឹកស្រូវយកទៅឲ្យម៉ួយនៅកំពង់ផែហើយនៅបានលោកម្ចាស់ខ្ញុំដឹកទៅរួចហើយទៀនអេហើយអ្នកណាគេមកឈរអើតលើមនៅមុខផ្ទះហ្នឹងឯងឆាប់ទៅហៅឲ្យគេចូលមកបាទលោកម្ចាស់លោកដង្ខៅខ្ញុំមានការចង់និយាយជាមួយលោកអូអង្គុយចុះសិនទៅហើយនេះឯងមករកខ្ញុំមានការអីខ្ញុំមិនបាត់បែនច្រើនទេគឺខ្ញុំចង់ឲ្យកូនប្រុសទៅលោកថៅកែថាម៉េចនឹងហើយនេះឯងមានរឿងស្អីមិននៅសុកយកកូនមកឲ្យខ្ញុំអញ្ចឹងលោកតខៅអើយជីវភាពខ្ញុំពេលនេះវេទនាយ៉ាប់យ៉ឺនណាស់ប្រពន្ធក៏រត់ចោលខ្ញុំទៀតខ្ញុំអត់មានលទ្ធភាពចិញ្ចឹមក្មេងនេះទេខ្ញុំដឹងថាលោកដង្ខៅអត់មានកូនទេបើលោកទទួលយកក្មេងនេះទៅចិញ្ចឹមតទៅលោកនឹងមានអ្នកស្នងត្រកូលខ្ញុំមិនទាមទារអ្វីពីលោកទេអើយខ្ញុំអាណិតក្មេងនេះណាស់មើលទៅដូចជាមាននិស្ស័យក៏បានខ្ញុំទទួលយកក្មេងនេះមកចិញ្ចឹមចុះបានខ្ញុំអរគុណហើយលោកដង្ខៅមិនអីទេប៉ុន្តែឯងត្រូវលាក់រឿងនេះជាការសម្ងាត់កុំឲ្យអ្នកណាដឹងឲ្យសោះបាទខ្ញុំដឹងហើយលោកមិនបាច់បារម្ភទេខ្ញុំមិនមកទាមទារអ្វីទេបើអញ្ចឹងខ្ញុំលាលោកដង្ខៅទៅសិនហើយឈប់សិនខ្ញុំមានទំនាប់ដៃបន្តិចបន្តួចឲ្យឯងមាសមួយដំឡឹងនេះអាចជួយដោះស្រាយជីវភាពរបស់ឯងបានណែឯងយកទៅបានខ្ញុំអរគុណខ្លាំងណាស់លោកដង្ខៅខ្ញុំសូមលាសិនហើយក្រោយពេលទទួលមាសពីលោកដង្ខៅរួចនេសនក៏ចេញទៅយ៉ាងលឿនលោកម្ចាស់នេះលោកម្ចាស់គិតធ្វើយ៉ាងម៉េចបន្តទៀតទៅទៀនឯងជួយទៅរកម៉ែដោះដែលមានបទពិសោធន៍មើលថែក្មេងហើយអាចទុកចិត្តបានឲ្យមកជួបខ្ញុំប្រាប់គេទៅថាខ្ញុំឲ្យប្រាក់ខែខ្ពស់បានលោកម្ចាស់ខ្ញុំនឹងបញ្ញាប់ទៅចាត់ការភ្លាមទៀនអាសនហើយឯងបានប្រាក់មកពីណាច្រើនម៉េចវ៉ៃ
កាន់ប្រាក់ចាក់ប៉ោងពេញដៃត្មងបានមកពីណាក៏ដោយវាជារឿងរបស់យើងឯងកុំមកចេះស្អីគេគ្រាន់តែសួរផងក៏មិនបានអានេះមានប្រាក់បន្តិចបន្តួចរឹកនោះរឹកចាំមើលតែអស់ប្រាក់ចាយឯងកុំតែខ្ចីយើងឲ្យសោះវើយបិទមាត់ទៅអាបឿកុំមករំខានយើងអស់អារម្មណ៍លេងហើយអើយរកចូលទៀមផឹកស្រាមើលកមុំសស្អាតវិញល្អជាងថ្ងៃនេះបើមិនស្វឹងមិនខ្ចីចូលផ្ទះទៅឲ្យវើយមើលវាធ្វើរឹកចោះអញ្ចឹងតើបានជានាងគៀសដីប្រពន្ធវារត់ចោលអានេះពិតជាប្តីចោលមកសៀតមែនបានហើយកុំទៅខ្វល់ជាមួយវាអីមកលេងបន្តទៀតទៅតោះមានប្រាក់មកពីណាលេងទៀតបើចាញ់អស់ហើយនឹងថ្ងៃណាក៏ចាញ់ថ្ងៃណាក៏អាលាយឪពុកខ្ញុំបដៅពិតជាមិនខុសមែនហើយឪពុកឯងបដៅធ្វើម៉េចលបែងតែងវិនិច្ឆ័យហិនហោចគ្មានសល់ទេឲ្យតែខំប្រព្រឹត្តខ្ញុំទៅហើយធុញ20ឆ្នាំកន្លងផុតទៅបងឌឿនបងជួយដឹកស្រូវមួយតោនយកទៅឲ្យតកែសឹងនៅភូមិខាងលិចផងណាបងបាទខ្ញុំដឹងឲ្យអ្នកប្រុសខ្ញុំនឹងប្រញាប់ទៅភ្លាមភ័ស្តាថ្ងៃនេះកូនអត់ទៅធ្វើការទេហើយទើបកូនមកជួយការងារពុកទៀតហើយថ្ងៃនេះជាថ្ងៃឈប់សម្រាកឲ្យកូនជួយសម្រាលការងារពុកខ្លះផងទៅណាពងកូនមានការងារធ្វើរាល់ថ្ងៃសម្រាកកូនទៅដើរលេងលំហែខ្លះទៅដើម្បីបំបត្តិភាពតានតឹងការងារពុកចេះចាត់ចែងហើយកុំឲ្យពិបាកដល់កូនអីណាមិនអីទេពងកូនមិនទម្លាប់ដើរលេងផងមិនដឹងថាដើរទៅណាទេបើថាអញ្ចឹងកូនជួយយកអង្គដែលទើបកិនរួចពីបាវនោះយកទៅប្រគេនលោកនៅវត្តផងទៅកូនសម្រាប់ចាត់ចែងធ្វើចង្ហាន់ពេលព្រឹកជួយសម្រួលដល់លោកផងណាកូនបានពងខ្ញុំដឹងហើយខ្ញុំនឹងប្រញាប់ទៅភ្លាមប្រយ័ត្នប្រយែងផងណាមួយស្របក់ក្រោយមកលោកដង្ខៅអើយនៅផ្ទះដែរទេនឹងអ្នកណាគេមករកអីនឹងអាសនឯងមកទីនេះធ្វើស្អីយ៉ាងម៉េចនឹងឃើញមុខខ្ញុំហើយមិនក៏ភ័យម្លេះខ្លាចខ្ញុំយកការពិតមកលាតត្រដាងមែនទេលោកដង្ខៅណែអាសនឯងប្រាប់យើងមកឯងមកទីនេះធ្វើស្អីឯងត្រូវការស្អីទៀតហើយលោកដង្ខៅហេតុអីក៏សួរខ្ញុំបែបនេះចិត្តដាច់ម្លេះភ្ញៀវមកលេងផ្ទះអត់សួរសុខទុក្ខមួយម៉ាត់ខ្ញុំមិនបាត់បែនច្រើនទេខ្ញុំមកទីនេះព្រោះខ្ញុំចង់មកលេងកូនប្រុសព្រោះឮដំណឹងថាពេលនេះគេคล้ายជាប្រឡាត់ស្រុកផងមែនទេគេមិននៅទេឯងប្រញាប់ចេញពីទីនេះទៅយ៉ាងម៉េចនឹងលោកដង្ខៅប្រញាប់ដេញខ្ញុំចេញទៅខ្លាចខ្ញុំយកការពិតទៅប្រាប់កូនថាគេមិនមែនជាកូនបង្កើតរបស់លោកមែនទេណាបើលោកចង់បំបិតមាត់ខ្ញុំទាល់តែប្រាក់រៀងក្រាស់បន្តិចហើយណាអាសនឯងកុំលោភលន់ពេកកន្លងមកយើងឲ្យឯងមិនតិចទេឯងកុំក្បត់សន្យាណា10ឆ្នាំមុនឯងមកសុំយើងមួយដំឡឹងយើងក៏ឲ្យ5ឆ្នាំក្រោយឯងត្អូញថាឈឺមកសុំយើង5ជីយើងក៏ឲ្យទៀតឯងមកសុំនេះសុំនោះរហូតទង្វើរបស់ឯងវាមិនខុសពីឪពុកដេរិឆានលក់កូនស៊ីទេបានហើយបើលោកកុំរិះមិនហ៊ានចំណាយទេខ្ញុំនឹងយករឿងនេះទៅប្រាប់ភ័ស្តាថាលោកមិនមែនជាឪពុកបង្កើតរបស់គេទេតែជាខ្ញុំទៅវិញទេសនឯងបានហើយឈប់និយាយទៅលោកឯងសំអាងស្អីមកចង់ធ្វើជាឪពុករបស់ខ្ញុំភ័ស្តាឯងមកល្អហើយចូលមកដឹងការពិតទៅថាការពិតលោកដង្ខៅមិនមែនជាឪពុកបង្កើតរបស់ឯងទេគឺខ្ញុំទៅវិញទេទើបជាឪពុកបង្កើតរបស់ឯងណាកូនផ្ដេសផ្ដាស់លោកឯងនឹងមែនទេជាឪពុករបស់ខ្ញុំបើលោកជាឪពុកខ្ញុំមែនហេតុអីក៏មិនចិញ្ចឹមបីបាច់ខ្ញុំបើលោកជាឪពុកខ្ញុំមែនហេតុអីក៏បោះបង់កូនខ្លួនឯងចោលបើលោកជាឪពុកខ្ញុំមែនហេតុអីក៏ចេះតែមកគំរាមទារប្រាក់ពីឪពុកខ្ញុំរហូតខ្ញុំបានដឹងការពិតយូរហើយតាំងពី5ឆ្នាំមុនពេលដែលលោកឯងមកទារប្រាក់ពីឪពុកខ្ញុំម្លេះលោកឯងនេះអាត្មានិយមណាស់
មនុស្សដូចជាលោកមិនសមធ្វើជាឪពុករបស់អ្នកណាទេបានហើយផោះស្ដាកុំនិយាយបែបនេះអីណាកូនខ្ញុំត្រូវតែនិយាយថ្មីត្បិតថាពុកដង្ខៅមិនមែនជាឪពុកបង្កើតរបស់ខ្ញុំតែគាត់មេត្តាករុណាចំពោះខ្ញុំខ្លាំងណាស់គាត់ចិញ្ចឹមបីបាច់ថែរក្សាខ្ញុំបានយ៉ាងល្អគាត់ថែមទាំងមេត្តាដល់លោកទៀតគាត់ឲ្យប្រាក់ទៅលោកម្ដងមិនមែនតិចទេតែលោកយកទៅបំផ្លាញនឹងអបាយមុខស្រីស្រាលបែងលោកកុំសង្ឃឹមឲ្យសោះថាខ្ញុំទទួលស្គាល់លោកជាឪពុកបានហើយអញ្ជើញលោកត្រឡប់ទៅវិញទៅផោះស្ដាកុំយើងចឹងដាក់គេអីណាកូនយ៉ាងណាក៏គេមានគុណផ្ដល់កំណើតឲ្យកូនដែរមែនហើយខ្ញុំខុសខ្ញុំចោលមកសៀតមិនបានការខ្ញុំមិនសមធ្វើជាឪពុករបស់អ្នកណាទេខ្ញុំលាទៅវិញហើយអាសនហើយផោះស្ដាកូនខឹងពុកមែនទេដែលពុកលាក់បាំងការពិតពីកូនច្រើនឆ្នាំមុននេះពងក្តីស្រឡាញ់របស់ខ្ញុំចំពោះពងអត់មានប្រែប្រួលទេហើយខ្ញុំក៏យល់ចិត្តពងដែលខ្ញុំមានថ្ងៃនេះក៏ដោយសារពុកជាអ្នកមានគុណរបស់ខ្ញុំរហូតទេខ្ញុំគ្មានថ្ងៃខឹងស្អប់ពុកឡើយកូនសំឡាញ់ពុកសប្បាយចិត្តណាស់ដែលឮកូននិយាយបែបនេះពុកអរគុណហើយកូនតែយ៉ាងណាកូនកុំខឹងស្អប់អាសនអីណាពុកថាមិនយូរទេវានឹងភ្ញាក់ខ្លួនដឹងកំហុសទុកឱកាសឲ្យវាផងទៅនគរណាបានពងខ្ញុំដឹងហើយ